លោកប្រធានពាក្យថាចង់យកកែបចេញពីដងសំដៅទៅលើអីសំដៅទៅលើមន្ត្រីឬក៏ប្រជាពលរដ្ឋខ្ញុំមិនដឹងដែរតើតើស៊ូហូតហាក់ពីព្រោះគាត់មិនដឹងថាគាត់ដឹងសំដៅថាតើកែបនឹងសំដៅទៅលើប្រជាជនឬក៏ប្រទេសទេបាទប៉ុន្តែបើសិនជានៅក្នុងនាមជាថ្នាក់ដឹកនាំហើយយកមនុស្សទៅប្រៀបធៀបជាមួយសត្វយកមនុស្សទៅប្រៀបធៀបជាមួយអីអាហ្នឹងវាជាចំណុចមួយដែលមិនត្រូវធ្វើអញ្ចឹងទេបាទពីព្រោះវាធ្វើឲ្យសតិអារម្មណ៍របស់ប្រជាពលរដ្ឋហើយអភិក្រមផ្សេងហេតុអីក៏មិនយកមកប្រើហេតុអីក៏យកថាបាទយកកែបចេញពីដងអាហ្នឹងគេហៅថាមនុស្សដែលអត់បានទទួលព័ត៌មានមនុស្សអីទៅគេប្រៀបធៀបជាមួយកែបជាមួយសត្វហ្នឹងឥឡូវលោកប្រធានកំពុងឲ្យឈរនៅទឹកដីណាឥឡូវនេះនៅសៀមរាបទីតាំងតំបន់ទេសចរវប្បធម៌កាសិនក៏ដើរហាត់ប្រាណពីសៀមរាបក្រុងមកដល់នេះបាទឥឡូវសូមបន្តទីលោកប្រធានបាទតាក់ទងមួយចំណុចដែលថាយកកែបចេញពីដងយកកែបចេញពីដងហ្នឹងវាជារឿងមួយដែលមិនល្អទេសុំកែបន្តិចពីព្រោះកាលណាវិស័យទេសចរយើងយកតានេះទៅទី1ខ្ញុំឲ្យថារយៈពេលខ្លីយើងមិនបាច់ធ្វើអីទេទី1តែផ្ដល់សេវាទេអ្នកផ្ដល់សេវាហើយនិងអ្នកទទួលសេវាហើយមួយទៀតគឺសុខសុវត្ថិភាពប៉ុណ្ណឹងទេមានន័យថាអភិក្រមរបស់យើងមកម្ដងហើយចង់មកម្ដងទៀតដូចចិនតែងតែនិយាយមិនទេឆ្នាំហ្នឹងគេថាមិនរដូវផ្ការីកឆ្នាំក្រោយអូនជួបបងទៀតមែននៅរដូវផ្ការីកឆ្នាំក្រោយហ្នឹងហើយជួបគ្នារដូវផ្ការីកឆ្នាំក្រោយអញ្ចឹងណាមែនទេហើយចុះយើងឥឡូវឧទាហរណ៍យើងមកសៀមរាបមកថ្ងៃហ្នឹងឆ្នាំក្រោយអាទិត្យក្រោយឬក៏ខែក្រោយមានន័យថាបើសិនជាសេវាមកដល់នេះមានស្នាមញញឹមមកបងប្អូនប្រជាពលរដ្ឋយើងនៅនេះនៅតំបន់អង្គរមានស្នាមញញឹមសុខសុវត្ថិភាពដូចអញ្ចឹងបាទឃើញទេសួរមិនខ្ញុំក៏ចង់មកទៀតដែរចង់មកទៀតមកបាទអាហ្នឹងហើយទី1តែ2ហ្នឹងទេបើយើងនិយាយអំពីរយៈពេលខ្លីទេទី1មកហើយបាទចង់មកម្ដងទៀតហើយភ្ញៀវបរទេសបានតែមួយទេគាត់នឹងគឺជាប្រភពនៃការផ្សព្វផ្សាយធ្វើឲ្យវិស័យទេសចររបស់យើងនឹងវាកាន់តែប្រសើរវាកាន់តែរីកចម្រើនឡើងហើយមិនមែនជាកត្តាប៉ុណ្ណឹងកត្តាច្រើនណាស់តែអានេះវាចាត់ជ្រុងតូចមួយទេអាស្នាមញញឹមយើងមានហើយប្រជាពលរដ្ឋខ្មែរយើងស្នាមញញឹមមិនធម្មតាទេញញឹមដូចខ្ញុំនេះមិនទេញញឹមហ្មងគេថាអូញញឹមស្រស់អីចឹងទៅញញឹមស្អាតអីចឹងទៅយើងចេះសរសើរខ្លួនឯងទៅហើយប្រជាពលរដ្ឋយើងខ្មែរយើងគឺមានស្នាមញញឹមណាហើយសុខសុវត្ថិភាពទៀតទុករបស់ឲ្យដូចនៅសៀមរាបអីចឹងសុវត្ថិភាពអត់មានចោលលួចចោលប្លន់អីក៏ក្រឹកក៏ក្រែងដូចបណ្ដាអីប្រទេសផ្សេងទៀតអ្នកខ្លះគេថាអនឡាញស្កេមអីអត់មានទេនៅសៀមរាបអានឹងល្អមែនទែនអានឹងហើយគឺជាចំណុចមួយខ្មែរយើងម្នាក់ទេអាចផ្សព្វផ្សាយបានហើយបរទេសគាត់មកហើយគាត់ចង់មកម្ដងទៀតរដូវផ្ការីកឆ្នាំក្រោយបងនឹងជួបអូនឃើញទេវាអញ្ចឹងទេបាទអរគុណចឹងមានបន្ថែមទៀតលោកប្រធានហត់មែនតើមកបាទអរគុណលោកប្រធានសម្រាប់ការចូលរួមអូខេអរគុណ